សូមជូនអត្ថបទស្រាវជ្រាវស្ដីអំពីជំនឿខ្មែរពីបុរាណពីការចិញ្ចឹមកូនក្រកនិងកូនព្រាយលោកនាងនិងប្រិយមិត្តអ្នកស្ដាប់ជាទីគោរពនិងជាទីមេត្រីសូមស្វាគមន៍លោកអ្នកសាជាថ្មីមកកាន់ Channel រឿងព្រេងខ្មែរដែលមានខ្ញុំបាទគឺជាអ្នករៀបចំនិងសម្របសម្រួលរាល់គ្រប់វីដេអូទាំងអស់នៅក្នុង Channel មួយនេះនៅក្នុងថ្ងៃនេះដែរគឺខ្ញុំបាទបានលើកយកនៅអត្ថបទស្រាវជ្រាវមួយស្ដីអំពីជំនឿខ្មែរពីបុរាណអំពីការចិញ្ចឹមកូនក្រកនិងកូនព្រាយយកមកជម្រាបជូនប្រិយមិត្តនៅក្នុងវីដេអូមួយនេះអញ្ចឹងចង់ដឹងថាតើជំនឿនេះយ៉ាងណាខ្លះដែរនោះក៏សូមមកអារម្មណ៍ប្រិយមិត្តតាមដានស្ដាប់ជាមួយនឹងខ្ញុំបាទនៅក្នុងវីដេអូមួយនេះដូចតទៅកូនក្រកសូមជម្រាបថាពាក្យក្រកជាពាក្យដែលបង្កើតឡើងដោយត្រាប់តាមរយៈការផ្ទុះនៃកាលីឬអាំងភ្លើងនៅអ្វីមួយឲ្យក្រៀមស្ងួតដូចជាករណីសាច់ក្រកជាឧទាហរណ៍ស្រាប់តួនាទីកូនក្រកគឺកូនក្រករមែងតែខ្សឹបខ្សៀវត្រចៀកឪពុករបស់វាឲ្យដឹងអំពីហេតុការណ៍អ្វីមួយនឹងកើតមានឡើងនៅពេលខាងមុខនៅក្នុងគ្រួសារមួយដែលរៀបការថ្មីថ្មោងហើយក្នុងចំណោមអ្នកទាំងពីមុនមកគ្មានអ្នកណាម្នាក់ធ្លាប់បានរៀបការទេគឺជាកំឡោះក្រមុំបរិសុទ្ធនៅពេលដែលប្រពន្ធមានផ្ទៃពោះជាលើកដំបូងដែលមានរយៈពេលប្រហែល5ខែប្តីដែលជំរុញដោយការលោភលន់ដ៏ចង្រៃឧបទ្រពនោះបានបញ្ជោនិងលួងលោមប្រពន្ធរបស់ខ្លួនដើម្បីសុំកូននៅក្នុងពោះហើយណែនាំឲ្យប្រពន្ធនិយាយដោយចិត្តពេញថ្លើមថាបើបងចង់បានយកវាទៅចុះវាជារបស់បងហើយបន្ទាប់ពីប្រពន្ធបានឲ្យហើយខ្លួនក៏យកលេសណាមួយប្តីក៏នាំប្រពន្ធចូលទៅក្នុងព្រៃដែលនៅឆ្ងាយរួចសម្លាប់ប្រពន្ធវះពោះដើម្បីយកកូនយកមកអាំងដោយយកខ្សែអំបោះ7សរសៃរុំព័ទ្ធជុំវិញប្តីបាននាំយកកូនដែលអាំងក្រៀមនេះមកលាបធ្យូងនិងខ្មុកម្រ័ក្សណ៍ហើយដើម្បីបិទបាំងកុំឲ្យគេទាំងឡាយឃើញប្តីនោះបានដេរភ្ជាប់កូនក្រកទាំងនោះដាក់ក្នុងកូនថង់មួយដែលវាមិនអាចចេញទៅណាបានទេចាប់តាំងពីថ្ងៃនោះមកនៅក្នុងគ្រប់ការលំបាកឬទុក្ខភ័យទាំងឡាយត្រូវតែនឹកទៅដល់កូនក្រករបស់ខ្លួនហើយបន់ស្រន់ឲ្យជួយកូនក្រកបានក្រើនរំលឹកហើយជានិច្ចកាលបានទាញឪពុកចេញពីរឿងរ៉ាវទាំងឡាយចំពោះការលេងល្បែងកូនក្រកបានបង្ហាញដល់ឪពុកនៅសន្លឹកបៀឬគ្រាប់អាប៉ោងដែលត្រូវចេញទៀតផងនៅក្នុងប្រទេសកម្ពុជាយើងឪពុកម្ដាយក្មេកទាំងឡាយនៅពេលដែលកូនស្រីរបស់ខ្លួនមានផ្ទៃពោះជាលើកដំបូងមិនសូវទុកចិត្តលើកូនប្រសាប្រុសទេហើយបានបំបែកឲ្យគូស្វាមីថ្មងថ្មីនេះនៅឃ្លាតឆ្ងាយពីគ្នាសិនគេបាននិទានឧទាហរណ៍ដ៏ល្បីរន្ទឺមួយនៅក្នុងប្រទេសថាកាលពីព្រេងនាយមានលោកសេនាម្នាក់ឈ្មោះថងរស់នៅក្នុងភ្នំស្រួចបានប្រព្រឹត្តអំពើឧក្រិដ្ឋកម្មនេះគឺវះពោះប្រពន្ធយកកូនក្រកឪពុកក្មេករបស់សេនាថងបន្ទាប់ពីបានដេញចាប់សេនាថងដោយបរាជ័យបានទៅប្តឹងដល់ស្ដេចក៏បានបញ្ជាឲ្យកែមនុស្សចំនួន50នាក់ហើយដាក់ឲ្យស្ថិតក្រោមការចាត់ចែងរបស់លោកតាដែលជាឪពុកក្មេកដែលកំពុងតែខឹងឆួលដល់កម្រិតនេះសេនាថងដែលឮដំណឹងដោយកូនក្រកក៏បានបំផ្លាញចោលនៅគ្រប់អន្ទាក់ទាំងអស់ដែលឪពុកក្មេកស្ទាក់ចាប់ហើយបានភៀសខ្លួនចេញផុតពីព្រំដែនខ្មែរហើយបានទៅរស់នៅចៅដុកនៅទីនោះគេនិយាយថាគាត់បានធ្វើឲ្យគេខ្លោបខ្លាចចាប់តាំងពីគាត់លេចមុខនៅក្នុងភូមិម្លេះស្រីក្រមុំបានមកផ្ទះគាត់ស្នាក់នៅលាងជើងឲ្យគាត់ជាសញ្ញាបញ្ជាក់នៅការគោរពយ៉ាងខ្លាំងក្លាបំផុតកូនព្រាយក្រៅពីជំនឿទៅលើកូនក្រកយើងក៏ឃើញមានលើកូនព្រាយនៅក្នុងសង្គមខ្មែរដែលជាពិសេសនៅតាមជនបទកាលណាស្ត្រីនៅពេលមានផ្ទៃពោះប្រហែល7 8ទៅ9ខែហើយស្លាប់មិនបានប្រសូតកូននោះស្ត្រីនោះនិងកូនរបស់នាងត្រូវបានសម្លាប់ដោយព្រាយអាវ៉ាសែ3ថ្ងៃបន្ទាប់ពីការកប់ខ្មោចស្ត្រីនោះហើយមនុស្សម្នាក់ដែលមានទឹកចិត្តមួមុតហានខ្លានិងមានការប្តេជ្ញាចិត្តអាចដើរទៅភ្នូររបស់ខ្មោចស្ត្រីនោះនៅពេលយប់ដែលនៅទីនោះគាត់រៀបចំកំណាត់ដើមចេកជា3ថ្នាក់មានបាយសបាយក្រហមលាយស្ករមានលៀចហើយនឹងមានម្សៅបន្តិចដែលគាត់លុញធ្វើជារាងព្រាយក្បាល8គាត់បានព័ទ្ធព្រំដែនសីមានៅជុំវិញកន្លែងនោះដោយអំបោះ7សរសៃហើយគាត់ឈរនៅក្នុងរង្វង់ហុំព័ទ្ធនោះ
គាត់ដាក់នៅលើផ្លូវនៅខ្សែចំនួន7ផ្សេងទៀតដែលគាត់ទាញខ្សែនោះតិចៗដោយសូត្រមន្តអាគមសម្រាប់អន្ទងហៅខ្មោចការធ្វើយ៉ាងដូចនេះនៅលើកទី3ខ្មោចបានលេចមុខឡើងដូចជានាងនៅរស់អញ្ចឹងដែរអ្នកអន្ទងហៅខ្មោចបានសុំកូនរបស់ខ្មោចនោះដោយសន្យាថានឹងយកមកថែរក្សាខ្មោចដែលស្លាប់ទៅបានលងអ្នកអន្ទងហៅខ្លួនបានធ្វើឲ្យភ័យខ្លាចដោយញាក់មុខញាក់មាត់គួរឲ្យខ្លាចលៀនអណ្ដាតចេញយ៉ាងធំធ្វើភ្នែកក្រឡិតក្រឡាប់គួរឲ្យភ័យរន្ធត់ខ្មោចនោះបានប្រែខ្លួនជាពស់ដ៏កាចសាហាវជាខ្លាដែលលោតមកសង្គ្រប់ដោយស្រែកក្រហឹមជាដំរីដែលស្ទុះមកដោយកំហឹងគ្រូមន្តអាគមនោះនឹងស្លាប់បាត់បង់បើសិនណាជាគាត់ទទួលរងនៅការភ័យខ្លាចណាមួយគឺគាត់នឹងស្លាប់នៅនឹងកន្លែងតែម្ដងក៏ប៉ុន្តែប្រសិនណាជាគាត់ស្ថិតនៅស្ងៀមស្ងាត់និងធ្វើការតាំងអធិដ្ឋានខ្មោចបានដកយកកូនរបស់ខ្លួនដោយខ្លួនឯងចេញពីក្នុងពោះហើយហុចឲ្យគ្រូនោះដោយនិយាយថាសូមអ្នកយកទៅនេះគឺជាកូនរបស់ខ្ញុំហើយអ្នកថែរក្សាវាផងហើយរាល់បំណងប្រាថ្នារបស់អ្នកនឹងបានសម្រេចគ្រូក៏បាននាំយកកូនង៉ែតខ្មោចនោះមកហើយអាំងដូចជាកូនក្រដែរដោយរៀបចំនៅក្បែរភ្លើងនៅជើងម៉ាមួយដែលមាន4ជាន់ជាមួយនឹងបាយនិងពងមាន់មួយនៅតាមជាន់នីមួយៗហើយគាត់ក៏បានស្រឡាបប្រេងដល់កូនខ្មោចក្រៀមនោះហើយដាក់ក្នុងកូនថង់មួយគាត់ត្រូវតែដាក់ថ្វាយដល់កូនខ្មោចនោះនៅបាយបន្តិចនៅរៀងរាល់ពេលបាយគឺប្រៀបបាននឹងកូនខ្មោចនោះជាខ្មោចនៅរស់អញ្ចឹងដែរបើពុំដូច្នោះទេកូនព្រាយនឹងភៀសខ្លួនរត់បាត់ទៅបើសិនកូនព្រាយនេះត្រូវបានថែរក្សាវាធ្វើសកម្មភាពចំពោះម្ចាស់របស់វាយ៉ាងទៀងទាត់ដូចជាកូនក្រធ្វើចំពោះឪពុកវាអញ្ចឹងដែរដោយប្រាប់នៅគ្រប់អ្វីទាំងអស់ដែលមានប្រយោជន៍ដល់ម្ចាស់វាលោកអ្នកនាងនិងប្រិយមិត្តអ្នកស្ដាប់ជាទីគោរពនិងជាទីមេត្រីអត្ថបទស្រាវជ្រាវស្ដីអំពីកូនក្រក់និងកូនព្រាយក៏បានឈានចូលមកដល់នាទីបញ្ចប់ទៅហើយបាទនេះគឺស្ដីអំពីជំនឿក៏ប៉ុន្តែជំនឿនេះហាក់បីដូចជាមិនទាន់សមស្របនៅឡើយទេបើតាមខ្ញុំមើលទៅដោយសារតែយើងមើលកន្លែងដែលគាត់ជឿទៅលើកូនក្រក់អញ្ចឹងគាត់យកប្រពន្ធគាត់លបងប្រពន្ធគាត់ធ្វើម៉េចឲ្យវះពោះយល់ព្រមយកកូនមកឲ្យគាត់អញ្ចឹងវាអត់ទាន់សមស្របនៅឡើយទេហើយម្យ៉ាងទៀតយើងមើលមកដល់ពេលបច្ចុប្បន្ននេះគឺយើងមានច្បាប់ផ្សេងបាទនេះយើងលើកអំណាងមកឆ្លើយតបទៅនឹងការដែលមិនយល់ស្របណាប្រិយមិត្តបាទគឺថាយើងមានច្បាប់ការពារទៅលើបញ្ហាទាំងអស់ហ្នឹងជៀសវាងនឹងជំនឿផ្ដេសផ្ដាសយ៉ាងអញ្ចឹងគឺគេបង្កើតនៅច្បាប់ផ្សេងដូចជាច្បាប់ព្រហ្មទណ្ឌបាទយើងមានក្រមព្រហ្មទណ្ឌយើងមានក្រមតេតិព្រហ្មទណ្ឌយើងមានច្បាប់ស្តីពីការរំលូតកូនផ្សេងទៀតបាទដែលពាក់ព័ន្ធអរគុណច្រើនលោកនាងនិងប្រិយមិត្តអ្នកស្ដាប់ជាទីគោរពនិងជាទីមេត្រីប្រសិនបើលោកនាងជាប្រិយមិត្តថ្មីហើយចង់ទទួលបាននូវវីដេអូរឿងព្រេងក៏ដូចជាវីដេអូផ្សេងទៀតពី Channel រឿងព្រេងខ្មែរជាពិសេសគឺទាក់ទងទៅនឹងរឿងព្រេងតែម្ដងលោកអ្នកអាចចុច Subscribe មកកាន់ Channel រឿងព្រេងខ្មែរឬក៏អាចបាទ Like Comment ដើម្បីបញ្ចេញជាមតិយោបល់ហើយប្រសិនបើអាចសូមលោកអ្នកជួយចុច Share ដើម្បីចែករំលែករឿងទាំងអស់នេះឬក៏វីដេអូទាំងអស់នេះទៅកាន់ប្រិយមិត្តដទៃទៀតផងដែរជួបលោកអ្នកនៅក្នុងវីដេអូក្រោយៗជាបន្តទៀតខណៈនេះខ្ញុំបានសូមអរគុណនិងសូមគោរពលាជូនពរប្រិយមិត្តលោកនាងឲ្យមានសុខភាពល្អនិងសំណាងល្អគ្រប់ពេលវេលាគ្រប់ទីកន្លែង